យើងបានរៀនរួចមកហើយពីលេខ1រហូតដល់លេខ20 ichi ni sang si ឬក៏ yong go roku shichi ឬក៏ nana hachi kyu ju yuichi yuni yusang yuyong yugo yuroku yunana yuhachi yukyu niyu បាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែរៀនភាសាជប៉ុនហ្នឹងហើយលេខ1ដល់លេខ20យើងរៀនហើយឧទាហរណ៍លេខ21យើងក៏យក20យកទៅបូកជាមួយនឹងលេខ1ទៅ niyu ichi niyu ni niyu san niyu yong niyu go niyu roku niyu nana niyu hachi niyu kyu ទៅបានអ្នកទាំងអស់គ្នាចឹងដូចដែលខ្ញុំបានបង្រៀននៅវីដេអូមុនចឹងកាលណាយើងចង់ធ្វើលេខបូកយើងយកអាធំហ្នឹងយកទៅបូកអាតូចណាទាំងអស់គ្នាចឹងថ្ងៃនេះយើងរៀន20 30 40 50 60 90 100ហ្នឹងអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែល30អ្នកទាំងអស់គ្នាយកអាលេខតូចហ្នឹងយកមកបូកគុណមួយនឹង10វិញតាមមុនយើងរៀនមេរៀនភាសាមិញអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹង30 30 ចឹងសម្រាប់40ដូចខ្ញុំបាននិយាយប្រាប់អ្នកទាំងអស់គ្នាចឹងកាលណាយើងប្រើយ៉ុងដៃគូវាជាមួយនឹង nana q បើយើងប្រើ shi ដៃគូវាជាមួយនឹង shichi ហើយនឹង ku ចឹងសម្រាប់40 70និង90យើងប្រើយ៉ុងហ្នឹងហើយអ្នកទាំងអស់គ្នាចឹង yongju goju 50 60 rokuju 70 nanaju 80 hachiju 90 kyujuនឹងលេខ100 100ហ្នឹងហើយអ្នកទាំងអស់គ្នាចំណុចដែលត្រូវចំណាំលេខ40គឺហាមប្រើ siyu យើងប្រើ yongyu 70យើងប្រើ nanayu មិនមែនប្រើ shichiyu អ្នកទាំងអស់គ្នាគឺប្រើអត់បានតែម្ដងហើយ kyuju មិនមែន kuyu ទេសង្ឃឹមអ្នកទាំងអស់គ្នាចំណាំមិននឹងបានអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះហើយចេះពីលេខ10ដល់លេខ100ថែមទៀតណាអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងលេខ10 ju 20 niyu 30 sanju 40 yongju 50 goju 60 rokuju 70 nanaju 80 hachiju 90 kyuju ហើយនឹង100 hyaku អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសើយណែ友達の手をつないで進む1234の数え方が世界中の言葉に変わっても最初の挨拶のぬくもりだけは永遠に胸に残ってゆく日本とカンボジア